បរិសម្នាក់នេះពីអ្នកបើកបររថភ្លើងខ្លាចជាបេក្ខជនរដ្ឋមន្ត្រីក្រសួងកាងាររបស់ប្រទេសកូរ៉េខាងត្បូងនេះជាព័ត៌មានមួយដែលគួរភ្ញាក់ផ្អើលសម្រាប់សាធារណជនទាំងក្នុងនិងក្រៅស្រុកដែលប្រធានាធិបតីកូរ៉េខាងត្បូងថ្មីបានផ្ដល់អាទិភាពក្នុងការជ្រើសរើសអ្នកបើកបររថភ្លើងធ្វើជាបេក្ខជនរដ្ឋមន្ត្រីក្រសួងកាងាររបស់ប្រទេសកូរ៉េខាងត្បូងដំណឹងមួយនេះស្ដាប់ទៅអាចពិបាកនឹងជឿថាអ្នកបើកបររថភ្លើងស្រាប់តែត្រូវបានគេតែងតាំងជារដ្ឋមន្ត្រីមួយរូបក្នុងចំណោមសមាជិករបស់រដ្ឋាភិបាលប៉ុន្តែនោះជាអ្វីដែលបានកាត់ឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងបាត់ទៅហើយនៅក្នុងព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះអ្នកបើកបររថភ្លើងនៅប្រទេសកូរ៉េខាងត្បូងស្រាប់តែត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកាងារជាក់ស្ដែងលោកគីមយ៉ុងប៊ុនដែលមានអាយុ57ឆ្នាំត្រូវបានតែងតាំងជាបេក្ខជនរដ្ឋមន្ត្រីក្រសួងកាងារខណៈដែលគាត់ជាបុគ្គលិកបម្រើការងារបើកបររថភ្លើងរវាងទីក្រុងប៊ូសាននិងទីក្រុងយីមឈុនកាលពីថ្ងៃទី23ខែមិថុនាឆ្នាំ2025ប្រធានាធិបតីដែលទើបតែជាប់ឆ្នោតរបស់កូរ៉េខាងត្បូងលោកលីជេមីយ៉ុងបានប្រកាសថាលោកគីមយ៉ុងប៊ុនជាសមាជិកថ្មីនៃគណៈរដ្ឋមន្ត្រីរបស់គាត់សារព័ត៌មាន South China Morning Post ក៏បានចុះផ្សាយថាកូរ៉េខាងត្បូងក្រុងនឹងតែងតាំងអ្នកបើកបររថភ្លើងជាកម្មករអាវខៀវដំបូងគេដែលដឹកនាំក្រសួងកាងារនិងការងាររបស់ខ្លួនខណៈដែលអ្នករិះគន់បានសម្ដែងការព្រួយបារម្ភអំពីទូនីតិដែលកំពុងជាប់គាំងដោយឥទ្ធិពលបោកបញ្ឆោតពីអ្នកនយោបាយនិងសហជីពការងារលោកគីមយ៉ុងប៊ុនក្នុងរូបភាពដែលត្រូវបានគេចែកចាយពេញបណ្ដាញសង្គមក្នុងឯកសណ្ឋានអ្នកបើកបររថភ្លើងដែលស្ថិតនៅក្នុងកៅអីអ្នកបើកបររបស់គាត់កំពុងតែដំណើរការរថភ្លើងរវាងទីក្រុងប៊ូសាននិងទីក្រុងហ្គីមឈុនភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូលនៅពេលដែលព័ត៌មានបានបែកធ្លាយអំពីការជ្រើសរើសគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីលីជេមីយ៉ុងកាលពីថ្ងៃច័ន្ទសប្តាហ៍មុនដោយប្រធានាធិបតីកូរ៉េខាងត្បូងបានតែងតាំងអ្នកបើកបររថភ្លើងជាបេក្ខជនរដ្ឋមន្ត្រីក្រសួងកាងារក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិកម្មករអំឡុងពេលនៃការប្រកាសនៅបេក្ខភាពរដ្ឋមន្ត្រីការងារថ្មីរបស់កូរ៉េខាងត្បូងដោយទូរស័ព្ទរបស់គាត់បានបិទពេលបំពេញការងារនោះលោកគីមបាននិយាយថាគាត់មិនបានដឹងអំពីការតែងតាំងជាប្រវត្តិសាស្ត្រថ្មីនេះនោះទេរហូតដល់1ម៉ោងបន្ទាប់ពីគាត់បញ្ចប់ការផ្លាស់ប្ដូរវេនការងាររបស់គាត់ហើយបានចុះពីរថភ្លើងទើបគាត់ដែលជាសម័យខ្លួនបានដឹងអំពីដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះបើយោងតាមសារព័ត៌មាន Korea Herald ដែលបានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកនៅក្នុងយន្ត Have Newsលោកគីមយ៉ុងប៊ុនគឺកើតនៅឆ្នាំ1968គឺជាអ្នកស្រុកប៊ូសានហើយក៏ជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដុងអេដែលក្រោយមកក៏បានសិក្សាផ្នែកនយោបាយនៅសាកលវិទ្យាល័យសុងកុងហូនេះបើយោងតាមការឲ្យដឹងរបស់ឈូស៊ុនប៊ីសលោកគីមត្រូវបានគេរំពឹងថានឹងនាំយកបទពិសោធន៍សកម្មភាពការងាររយៈពេល1ទសវត្សរ៍មកធ្វើជារដ្ឋមន្ត្រីក្រសួងការងាររបស់គាត់បានដឹកនាំសហភាពសហជីពកូរ៉េដែលហៅកាត់ KCTU កាលពីអំឡុងឆ្នាំ2010ដល់ឆ្នាំ2012ដែលជាក្រុមការងារដ៏ធំបំផុតរបស់ប្រទេសតំណាងឲ្យកម្មករ 1.2 លាននាក់សហភាពសហជីពកូរ៉េក៏ធ្លាប់បានប៉ះទង្គិចជាមួយនឹងរដ្ឋាភិបាលកន្លងមកតាមរយៈកោតកម្មទូទាំងប្រទេសនិងការអង្គុយតវ៉ាជុំវិញសិទ្ធិការងារនិងការខ្វែងគំនិតគ្នាលើគោលនយោបាយផ្ទុយពីប្រវត្តិការងាររបស់លោកគីមរដ្ឋមន្ត្រីការងារមុនគឺមានប្រភពមកពីមជ្ឈដ្ឋាននានាដូចជារដ្ឋាភិបាលនិងអ្នកសិក្សាជាដើមការសម្រេចចិត្តរបស់ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីនេះគឺបានទាក់ទាញការប្រតិកម្មចម្រុះដោយមានការចោទសួរអំពីលិខិតបញ្ជាក់អត្តសញ្ញាណរបស់លោកគីមលោកចាំងសុងឈូលអ្នកអត្ថាធិប្បាយនយោបាយនិងជាអតីតជំនួយការរបស់គណៈបកអំណាចប្រជាជនអភិរក្សបានចោទសួរថាតើលោកគីមដែលជាអ្នកបើកបររថភ្លើងរូបនេះអាចគ្រប់គ្រងភារកិច្ចរដ្ឋបាលរបស់គាត់ប្រកបដោយប្រសិទ្ធភាពដែរឬទេអ្នកអត្ថាធិប្បាយនយោបាយរូបនេះក៏បានបន្តថាការគ្រប់គ្រងកិច្ចការរដ្ឋបាលនៅក្នុងក្រសួងគឺជាការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរមួយហើយវាមានហានិភ័យពិតប្រាកដដែលជាបេក្ខជនរដ្ឋមន្ត្រីការងារថ្មីរូបនេះដែលត្រូវឡោមព័ទ្ធដោយការបំភាន់ដោយការិយាល័យធិបតេយ្យចំណែកឯលោកសុងអូស៊ឺងមេដឹកនាំជាន់ខ្ពស់នៃគណៈបកអំណាចប្រជាជនដែលជាគណៈបកប្រឆាំងដ៏សំខាន់ក៏បានរិះគន់ការតែងតាំងរបស់លោកគីមដែលជាអ្នកបើកបររថភ្លើងដោយប្រមានថា
វាអាចនាំឲ្យគោលនយោបាយរដ្ឋាភិបាលត្រូវបានជះឥទ្ធិពលដោយរបៀបវារៈនយោបាយរបស់សហភាពសហជីពកូរ៉េសហព័ន្ធសហជីពពាណិជ្ជកម្មកូរ៉េ FKTU ដែលជាក្រុមការងារដ៏សំខាន់មួយទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូងក៏បានបង្ហាញអំពីក្តីសង្ឃឹមរបស់ខ្លួនចំពោះលោកគីមក្នុងការបន្តការសន្ទនានិងការឯកភាពគ្នារវាងកម្មករនិងអ្នកគ្រប់គ្រងក៏ដូចជារដ្ឋាភិបាលកាលពីថ្ងៃច័ន្ទសប្តាហ៍មុនសហភាពសហជីពកូរ៉េបានចោទប្រកាន់ក្នុងសេចក្តីថ្លែងការណ៍មួយថាក្រសួងការងារមិនបានអើពើការរើសអើងកន្លែងធ្វើការជាប្រព័ន្ធហើយក៏មិនបានតំណាងឲ្យសម្លេងកម្មករនោះដែរ KCTU ក៏បានបន្តថារដ្ឋាភិបាលរបស់លោកលីជេមយ៉ុងត្រូវបោះបង់ចោលគោលនយោបាយប្រឆាំងការងាររបស់រដ្ឋបាលលោកយុនសុកយុលនឹងបន្តការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងកិច្ចការរដ្ឋដើម្បីធានានូវសិទ្ធិការងារនៅកូរ៉េខាងត្បូងយ៉ាងណាមិញការតែងតាំងបេក្ខជនរដ្ឋមន្ត្រីក្រសួងការងារថ្មីរបស់លោកប្រធានាធិបតីលីជេមយ៉ុងទៅលើបុគ្គលដែលមានបទពិសោធន៍នយោបាយតិចតួចបំផុតសម្រាប់តំណែងរដ្ឋមន្ត្រីការងារក៏បានបង្កើននូវការសង្ស័យជាច្រើនដោយមានការចោទសួរខ្លះអំពីប្រវត្តិនិងវិជ្ជាជីវៈរបស់លោកគីមដែលជាអ្នកបើកបររថភ្លើងនេះផងដែរសម្រាប់អាណត្តិកន្លងមករដ្ឋមន្ត្រីក្រសួងការងារមុននៅក្នុងប្រទេសកូរ៉េខាងត្បូងតែងតែមានប្រវត្តិធ្វើការនៅក្នុងទីភ្នាក់ងាររដ្ឋនិងការបង្រៀនផងដែរមុននឹងឈានដល់ការប្រកាសអំពីតំណែងរដ្ឋមន្ត្រីក្រសួងការងារថ្មីជាផ្លូវការនោះយើងក៏សូមមករំលឹកអំពីប្រវត្តិរបស់អតីតរដ្ឋមន្ត្រីក្រសួងការងារកូរ៉េខាងត្បូងដែលបានកាន់តំណែងពីឆ្នាំ2024ដល់ឆ្នាំ2025នោះគឺលោកគីមមុនសូដែលកើតនៅថ្ងៃទី27ខែសីហាឆ្នាំ1951ដែលលោកគឺជាអ្នកនយោបាយកូរ៉េខាងត្បូងនិងជាអតីតសកម្មជនការងារដែលបានបម្រើការងារជារដ្ឋមន្ត្រីក្រសួងការងាររបស់កូរ៉េខាងត្បូងផងដែរជាសមាជិកនៃគណៈបកអំណាចប្រជាជនគាត់ក៏ជាបេក្ខភាពរបស់គណៈបកនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅក្នុងឆ្នាំ2025នេះកើតនៅក្នុងទីក្រុងយុនឈុនលោកគីមមុនសូបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិសេអ៊ូលក្នុងឆ្នាំ1994ដែលជាសញ្ញាបត្រដែលគាត់ទទួលបាន25ឆ្នាំបន្ទាប់ពីការចុះឈ្មោះលើកដំបូងគាត់ក៏ធ្លាប់ត្រូវបានបណ្តេញចេញពីដងសម្រាប់ការចូលរួមក្នុងការតវ៉ារបស់និស្សិតប្រឆាំងទៅនឹងរដ្ឋាភិបាលផងដែរគាត់ក៏ត្រូវបានចាប់ខ្លួននិងធ្វើទរណកម្មដល់រដ្ឋាភិបាលផ្ដាច់ការនៅអំឡុងឆ្នាំ1980ប៉ុន្តែការចោទប្រកាន់របស់គាត់ក៏ត្រូវបានផ្អាកនៅពេលក្រោយនៅឆ្នាំ1986លោកគីមមុនសូដែលជាអតីតរដ្ឋមន្ត្រីក្រសួងការងាររូបនេះត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថាបានដឹកនាំការតស៊ូធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃការបោះឆ្នោតដោយផ្ទាល់នៅអ៊ីនឈុនថ្ងៃទី3ខែឧសភាក្នុងនាមជាសមាជិកនៃសហព័ន្ធចលនាការងារទីក្រុងសេអ៊ូលត្រូវបានគេធ្វើទរណកម្មនិងជាប់ពន្ធនាគាររយៈពេល2ឆ្នាំអតីតសកម្មជនការងារគាត់បានចាប់ផ្ដើមអាជីពរបស់គាត់នៅក្នុងនយោបាយនៅពេលដែលគាត់បានចូលរួមក្នុងការបង្កើតគណៈបកប្រជាជននៅក្នុងឆ្នាំ1990ហើយនៅឆ្នាំ1996លោកគីមមុនសូក៏ត្រូវបានជាប់ឆ្នោតក្នុងសភាជាតិទី15នៅសង្កាត់សូសាទីក្រុងប៊ូឈុនជាបេក្ខជនសម្រាប់គណៈបកកូរ៉េថ្មីបន្ទាប់ពីបន្តធ្វើជាសមាជិកសភារយៈពេល2អាណត្តិទៀតលោកបានជាប់ឆ្នោតដោយការបោះឆ្នោតដ៏ពេញនិយមក្នុងឆ្នាំ2006ក្នុងការបោះឆ្នោតជាអភិបាលខេត្តយងជីហើយជាលទ្ធផលក៏បានបម្រើការងារជាអភិបាលខេត្តយងជីចាប់ពីឆ្នាំ2006ដល់ឆ្នាំ2014ផងដែរត្រឡប់មកអាជីពជារដ្ឋមន្ត្រីក្រសួងការងារដែលបានកាន់តំណែងក្រោមគណៈរដ្ឋមន្ត្រីរបស់អតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោកយុនសុកយុលបន្ទាប់ពីការចោទប្រកាន់លោកយុនសុកយុលលោកគីមក៏បានចាប់ផ្ដើមយុទ្ធនាការរបស់គាត់សម្រាប់ការតែងតាំងជាបេក្ខភាពរបស់គណៈបកនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅដើមខែមេសាឆ្នាំ2025នេះគាត់បានផ្ដួលគូប្រជែងជិតស្និទ្ធបំផុតរបស់គាត់គឺអតីតមេដឹកនាំគណៈបកហាន់ដុងហ៊ុននៅជុំចុងក្រោយនៅថ្ងៃទី10ខែឧសភាឆ្នាំ2025ការតែងតាំងរបស់លោកគីមក៏ត្រូវបានលុបចោលហើយគាត់ក៏ត្រូវបានជំនួសដោយអតីតប្រធានាធិបតីស្ដីទីនិងជានាយករដ្ឋមន្ត្រីហាន់ដុកសូប៉ុន្តែក្រោយមកក៏ត្រូវបានបញ្ចូលឡើងវិញជាបេក្ខភាពរបស់គណៈបកដោយលោកគឺបានចាញ់ឆ្នោតជាទូទៅទៅឲ្យលោកលីជេមយ៉ុងដែលជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងថ្មីនេះផងដែរ